បាទជំរាបសួរប្រិយមិត្តទាំងឡាយជាទីគោរពនិងជាទីរាប់អានបាទនេះគឺទស្សនវិជ្ជាដែលបងប្អូនជាបឋមបរិស័ទចំណោះវត្តច័ន្ទសុផនហៅថាវត្តព្រែកអណ្ដើកនាំគ្នាមកអាដំលើកទូកងัวដើម្បីចូលរួមបាទទូកងัวវត្តច័ន្ទសុផននេះដែលមានឈ្មោះហៅថាសារាយសែនជ័យវត្តព្រែកអណ្ដើកបាទនេះទស្សនវិជ្ជាដែលបងប្អូនយើងមកជួយរួមសាមគ្គីគ្នាដើម្បីរំកិលនៅទូកងัวដ៏វែងឡាយនេះបាទទូកងัวនេះគឺទូកងัวលុងបាទដែលព្រះសង្ឃក៏បានទៅជាវនៅប្រទេសកម្ពុជាមកទូកលុងនេះមានបណ្ដោយប្រហែលជាជាង30ម៉ែត្របាទឥឡូវទស្សនវិជ្ជាដែលបងប្អូនជួយសាមគ្គីគ្នានឹងគឺអ្នកដៃមួយជើងនឹងគឺដើម្បីតម្កល់លើកទូកងัวនឹងយកទៅតម្កល់នៅក្នុងរូងបាទនេះបងប្អូនមើលឃើញស្រាប់ហើយគឺទស្សនវិជ្ជានេះបងប្អូនមិនថាតែជាពុទ្ធបរិស័ទទេសូម្បីសាមណសិស្សក៏ដូចជាព្រះសង្ឃនៅក្នុងវត្តចន្ទសុផនព្រែកអណ្ដើកដែលស្ថិតនៅឃុំឋានពូស្រុកវិសៀងនៃខេត្តសង្កាំងនេះក៏បានចូលរួមយ៉ាងសកម្មបាទពីការជួយកម្លាំងតិចម្នាក់បន្តិចទៅគឺការសាមគ្គីនឹងអាចរំកិលទូកងัวនឹងទៅដល់ទីគោលដៅបានសម្រេចបាទឥឡូវកំពុងតែបងប្អូនយើងកំពុងតែបង្វែរបច្ចេកទេសដូចជាដាក់កង់រំកិលនៅខាងក្រោមធ្វើយ៉ាងណាការពារឲ្យទូកងัวដកវែងបន្លាយនេះកុំឲ្យប៉ះទង្គិចនៅខូចខាតឬក៏រលត់នៅដាជាដើមបាទនេះគឺជាសមាជិកមួយថ្មីនៅវត្តចន្ទសុផនយើងនៅក្នុងពិធីបិណ្ឌអកអំបុកឆ្នាំទូកងัวឆ្នាំ2025ខាងមុខនេះបាទក្រុមទូកងัวដែលមានឈ្មោះថាសារាយសែនជ័យព្រែកអណ្ដើកនឹងចូលរួមក្នុងពិធីឆ្នាំ2025ខាងមុខនេះបាទនេះគឺជាលើកដំបូងដែរបាទវត្តដែលមានទូកងัวលើកដំបូងតែដូច្នេះហើយប្រជាពុទ្ធបរិស័ទក៏ដូចជាព្រះសង្ឃនឹងក៏បានចូលរួមយ៉ាងច្រើនកកកដើម្បីធ្វើយ៉ាងណាឲ្យទូកនឹងវិលទៅដល់រូងឲ្យបានជោគជ័យបាទទូកនេះគឺមានបណ្ដោយវែងបាទនេះគឺការរំកិលនឹងមិនមែនជាស្រណុកទេគឺមានការហាក់ដូចជាលំបាកបន្តិចហើយពីច្រកលើជាតិចូលមកវត្តហ្នឹងហើយប្រហែលជា400-500ម៉ែត្រហើយមកដល់ទីពលាននេះក៏មានការពិបាកនឹងក្នុងសំណង់ជាច្រើនហើយទូកក៏វែងរំកិលយ៉ាងណានឹងឲ្យចូលទៅដល់រូងបាទហើយរដូវនេះដាក់នៅក្រៅមិនបានព្រោះថាមេឃធម្មជាតិនឹងភ្លៀងទៀងបន្តទេហើយនេះក៏ទូកថ្មីទៀតព្រះសង្ឃក៏រក្សាឲ្យបានល្អត្រឹមត្រូវបាននាំគ្នាក៏រំកិលទៅចូលនៅរូងបាទក្នុងទស្សនវិជ្ជានេះមិនបាត់ទេបងប្អូនប្រហែលជាជិត100នាក់បាទដើម្បីរួមជាកម្លាំងចូលទៅក្នុងរូងនេះបាទឥឡូវបានកិលបន្តិចម្ដងចិត្តទៅដល់រូងទូកងัวហើយបាទសូមបញ្ជាក់ថាសមាជិកថ្មីបាទនៃវត្តចន្ទសុផននេះដែលមានឈ្មោះថាទូកងัวសារាយសែនជ័យបាទទូកងัวសារាយសែនជ័យបាទដូចជាយើងបានដឹងនៅទូកយើងពីដើមមកនៅទីនេះគឺច្រើនតែយកឈ្មោះវត្តឥឡូវទូកថ្មីនេះក៏មានឈ្មោះថ្មីបាទឈ្មោះថាទូកងัวសារាយសែនជ័យវត្តព្រែកអណ្ដើកនេះគឺបងប្អូនបានជួយរំកិលបន្តិចម្ដងបាទធ្វើយ៉ាងណាទូកឲ្យចូលរូងហើយមិនឲ្យប៉ះទង្គិចនៅរលត់ឬក៏
ស្នាមអីឲ្យដល់ទុកនោះថ្មីទេបាទបងប្អូនក៏មានការប្រុងប្រយ័ត្នយ៉ាងខ្លាំងបាទវែងពិតជាវែងមែនតើបងប្អូនមើលចិត្តនឹងទស្សនវិជ្ជាដែលបងប្អូននិងប្រសង់ដែលរួមកម្លាំងរំកិលនេះបាទឥឡូវគឺថារំកិលបានត្រង់ហើយបងប្អូននិងប្រសង់ក៏បានធ្វើរំកិលទំព័របន្តិចម្ដងបាទត្រៀមមកចូលនៅក្នុងរោងទុកងងបាទហើយរោងនេះក៏រោងថ្មីបាទប្រសង់កំពុងតែសាងសង់ថ្មីដើម្បីទុកងងបាននៅក្នុងក្រោមនេះបាទនេះទស្សនវិជ្ជានេះក៏បងប្អូនមកចូលរួមទាំងដូចជាសប្បាយមែនទែនដែរនេះគឺជាលើកដំបូងហើយបាទវត្តទើបតែមានទុកងងបាទពេលដែលតម្រង់បានត្រង់ហើយនោះក៏រំកិលទៅងាយស្រួលបាទងាយស្រួលជាងមិញនេះគឺទស្សនវិជ្ជានៅទីនោះគឺនៅបាត់បែនយ៉ាងច្រើនបាទហើយនឹងរួមកម្លាំងគ្នាយ៉ាងច្រើនកកទើបអាចរំកិលចូលទៅបានបាទនេះសម្បីតែសមណៈសិស្សដែលមកសិក្សានៅវត្តចន្ទសុភ័ណ្ឌយើងនេះក៏បានមកចេញជួយជាកម្លាំងយ៉ាងច្រើនបាទនេះចិត្តមកដល់រោងហើយបងប្អូនបាទនេះជោគជ័យហើយបាទទុកងបានចូលមកដល់រោងរោងនេះគឺថ្មីច្រេះមកបាទនេះធ្វើដោយសង្កសីបាទ
ចាំមើលតើបងប្អូនយើងនឹងអាចតាមដាននៅក្នុងសកម្មភាពនេះហើយជាពិសេសក្នុងពិធីបិណ្ឌបុកដំណាំទូកងឆ្នាំ2025ជាប្រពៃណីរបស់ជំនឿជាតិខ្មែរនៅខាងមុខនេះតើក្រុមទូកងសរាយសែនជ័យវត្តព្រៃកណ្ដាលនេះតើមានបឿននឹងយ៉ាងណាបាទព្រោះថាបងប្អូនឥឡូវនេះគេកំពុងតែទន្ទឹងរង់ចាំមើលតើថាទូកលុងដែលមកពីស្រុកខ្មែរនឹងហើយជាមួយនឹងទូកបោះក្តារនៅស្រុកយើងនឹងតើមើលល្បឿនប្រៀបធៀបនឹងគ្នានឹងយ៉ាងណាបាទ